អាសូរខ្លាំងណាស់ម្ដាយនារីរងគ្រោះដែលជាស្ត្រី CEO បានលើកឡើងយ៉ាងដូចនេះថាសោកស្ដាយខ្លាំងណាស់ពេលល្ងាចទៅរកនៅផ្ទះកើតហេតុស្រែកហៅរកកូនស្រីដែរតែផ្ទះគេបិទភ្លើងបិទទ្វារស្ងាត់អស់មិនហ៊ានចូលលុះស្អែកព្រឹកទៅរកម្ដងទៀតឃើញកប់ក្នុងដីបាត់ទៅហើយគាត់ថាបិទល្ងាចសម្រុកចូលប្រហែលជួបកូនគាត់វិញហើយតាមការរៀបរាប់កូនស្រីរបស់គាត់មិនទាន់បានហូបបាយថ្ងៃទេថាប្រញាប់ទៅដាក់លុយឲ្យគេនៅម៉ោងប្រហែល1រសៀលប៉ុន្តែចូលលាងម៉ូតូបានជួបនឹងជនសង្ស័យហៅទៅផ្ទះគេថាម្ដាយគេចង់ខ្ចីលុយក្រោយមកក៏បាត់ដំណឹងចាប់ពីម៉ោង3រសៀលម្ដាយខំរកគ្រប់ច្រកល្ហកទាំងយប់ដល់ភ្លឺម៉ោងជាង10ទើបទៅផ្ទះដដែលសម្រាប់ចិត្តបើករបងចូលផ្ទះនោះឃើញដីកប់ថ្មីនឹងហៅប៉ូលីសមកមើលតែម្ដងតែតាមការពិតនារី CEO និងជនសង្ស័យគឺមិនដែលស្គាល់គ្នាទេតែបានជួបគ្នានៅកន្លែងលាងម៉ូតូជនសង្ស័យក៏សួររកខ្ចីលុយតែនាងថាមិនអាចទម្លាក់លុយឲ្យទេព្រោះអតិថិជនថ្មីជនសង្ស័យក៏ប្រើល្បិចសុំឲ្យនាងទៅជួបម្ដាយខ្លួននៅផ្ទះទាំងក្នុងផ្ទះមិនមានមនុស្សនៅពេលនាងមកដល់ច្រកមុខចូលផ្ទះជនសង្ស័យក៏រុញនាងចូលនៅក្នុងផ្ទះធ្វើសកម្មភាពតែម្ដងជនសង្ស័យបានយកខ្សែកទូរស័ព្ទនិងម៉ូតូតែម៉ូតូរកឃើញវិញនៅកន្លែងបន្តែមឃើញរូបភាពរបស់នារីរងគ្រោះដែលជាស្ត្រី CEO ពិតជាស្រណោះណាស់ស្អាតហើយពូកែលេងសើចទៀតតាមរបាយការណ៍របស់សមត្ថកិច្ចជនរងគ្រោះគឺមានឈ្មោះហឹមទីណាភេទស្រីអាយុ22ឆ្នាំមុខរបរជាបុគ្គលិកអង្គការអង្គរគ្រួសារខ្មែរដែលរស់នៅភូមិរិស័យឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំតាមប្រភពព័ត៌មានបានបញ្ជាក់ថាអង្គភាពគាត់គឺជាអង្គភាពផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធដើម្បីបញ្ជៀសនៅការយល់ច្រឡំរបស់សាធារណជនចំពោះករណីផ្សព្វផ្សាយថាស្ត្រីម្នាក់ដែលត្រូវបានសម្លាប់នៅខេត្តកំពង់ធំជាបុគ្គលិក CEO របស់គ្រឹះស្ថានធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថាជនរងគ្រោះមិនមែនជាបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារឬហិរញ្ញវត្ថុនោះទេយ៉ាងណាក៏ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមសម្ដែងនូវការសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពជាមួយនឹងសេចក្តីជូនដំណឹងនេះសមាគមមីក្រូហិរញ្ញវត្ថុបានសរសេរយ៉ាងដូចនេះថាថ្មីនេះមានការផ្សព្វផ្សាយតាមសារព័ត៌មាននិងបណ្ដាញសង្គមមួយចំនួនអំពីអំពើឃាតកម្មនៅក្នុងស្រុកតាំងគោកខេត្តកំពង់ធំដោយបានលើកឡើងថាជនរងគ្រោះជាបុគ្គលិកឬ CEO របស់គ្រឹះស្ថានធនាគារឬហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមសម្ដែងនូវការសោកស្ដាយនិងចូលរួមទុក្ខចំពោះក្រុមគ្រួសារសពសូមវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពសមាគមសូមបញ្ជាក់ជូនសាធារណជនថាជនរងគ្រោះមិនមែនជាបុគ្គលិកបម្រើការងារក្នុងវិស័យធនាគារឬមីក្រូហិរញ្ញវត្ថុទេសមាគមស្នើពរដល់មិត្តអ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាតាមបណ្ដាញសង្គមមេត្តាកុំប្រើប្រាស់ពាក្យបុគ្គលិកធនាគារឬបុគ្គលិកមីក្រូហិរញ្ញវត្ថុចំពោះករណីនេះដើម្បីជៀសវាងនឹងការយល់ច្រឡំរបស់សាធារណជន